បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទវីដេអូនេះគឺវីដេអូបញ្ចូលបង្ហាញអំពីសញ្ញាវណ្ណយុត្តខ្មែរបាទអញ្ចឹងសញ្ញាវណ្ណយុត្តខ្មែរយើងនៅក្នុងវីដេអូនេះគឺសញ្ញានេះគឺគេហៅថាសញ្ញារះមុខបាទអញ្ចឹងសញ្ញារះមុខគឺមានរាងដូចស្រៈអាសបាទណាបាទអញ្ចឹងសញ្ញារះមុខគឺមានរាងដូចស្រៈអាសបាទឬយើងហៅថាសញ្ញារះមុខហ្នឹងគឺស្រៈអាសហ្នឹងតែម្ដងបាទណាអញ្ចឹងស្រៈអាសហ្នឹងគឺជាសញ្ញារះមុខហើយគេយកមកប្រើជាសញ្ញារះមុខឬយើងហៅថាសញ្ញារះមុខមានរាងដូចស្រៈអាសតែម្ដងបាទអញ្ចឹងសញ្ញាដែលមានរូបរាងអញ្ចឹងគឺរង្វង់មូល2លើ1ក្រោម1ហ្នឹងអាហ្នឹងគឺគេហៅថាសញ្ញារះមុខបាទអញ្ចឹងយើងមើលការបញ្យល់បកស្រាយខាងក្រោមនេះមកគេថាគេប្រើសញ្ញានេះសម្រាប់ប្រកបជំនួសខ្យល់ហជាពាក្យកាត់កំបុតខ្លីហើយអានដោយបើកចំហមាត់ដូចជាតែបាទអញ្ចឹងពាក្យនេះយើងអានថាតែរីចុះចង្កឹះឬចង្កឹះបាទណាចង្កឹះយើងទៅសេបានពីរប្រភេទចង្កឹះដែលយើងទៅសេចេះគឺយើងអានថាចង្កឹះដែរហើយអាកន្លែពាក្យដែលនៅក្នុងវងកញ្ចក់នេះគឺពាក្យហ្នឹងគឺយើងអានថាចង្កឹះដែរអញ្ចឹងចង្កឹះហ្នឹងគឺយើងអាចទៅសេបានពីរប្រភេទគឺចង្កឹះដែលមានរូបរាងបែបនេះហើយនិងចង្កឹះដែលទៅសេបែបនេះបាទប៉ុន្តែពីមុនគឺគេនិយមទៅសេចង្កឹះចេះតែឥឡូវគេទៅសេចង្កឹះគឺគេបាត់ស្រៈអេហើយបាត់ស្រៈអេហើយអាស្រៈអីហ្នឹងគឺទៅជាស្រៈអឺវិញណាបាទអញ្ចឹងចង្កឹះយើងអាចទៅសេបានពីរប្រភេទហ្នឹងបាទអញ្ចឹងដូចជាពាក្យឈ្មោះពាក្យផ្ទះដោះដូរលោតផ្លោះលាក់វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈសដែរបាទអញ្ចឹងសញ្ញារះមុខគឺវីដេអូនេះគឺវីដេអូបញ្ចូលអំពីសញ្ញារះមុខបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូមេរៀននេះហើយអរគុណសម្រាប់ការជួយចុចជាវឬ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូមេរៀនថ្មីៗបន្តបន្ទាប់ទៀតបាទសូមអរគុណ